អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrews បានឲ្យដឹងថាលោកគ្រងនឹងចុះទៅតំបន់ព្រំដែនកម្ពុជាថៃដើម្បីជួបប្រជាពលរដ្ឋកម្ពុជាដែលភៀសខ្លួនដោយសារជម្លោះនៅតាមព្រំដែនក្នុងនាមជាផ្នែកមួយនៃបេសកកម្មស្វែងរកព័ត៌មាននិងវិតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោក Tom Andrews និងប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនកាលពីថ្ងៃទី22ខែកក្កដាដែលជាជំនួបផ្លូវការលើកដំបូងរវាងអ្នករាយការណ៍ពិសេសរូបនេះនិងថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាចាប់តាំងពីលោកចូលកាន់តំណែងបើតាមអ្នកនាំពាក្យប្រធានព្រឹទ្ធសភាលោកជីធីរិទ្ធលោក Tom Andrews បានប្រាប់លោកហ៊ុនសែនថាលោកបានតាមដានយ៉ាងជិតស្និទ្ធអំពីស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃហើយមានបំណងចុះទៅជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងលោកបានបញ្ជាក់ថាលោកចង់ឃើញដោយផ្ទាល់នៅស្ថានភាពរស់នៅនិងការលំបាករបស់ជនភៀសខ្លួនដែលរងផលប៉ះពាល់អំពីចំនួននៅតាមព្រំដែនមិនមែនពឹងផ្អែកតែលើរបាយការណ៍នានាប៉ុណ្ណោះទេលោក Tom Andrews ក៏បានថ្លែងអំណរគុណដល់លោកហ៊ុនសែនដែលបានអនុញ្ញាតឲ្យរូបលោកនិងគណៈប្រតិភូចូលជួបដោយចាត់ទុកថាជំនួបនេះជាសញ្ញាវិជ្ជមានដែលបង្ហាញពីការបើកចំហចំពោះកិច្ចសន្ទនាអំពីបញ្ហាសិទ្ធិមនុស្សបើតាមលោកជីធីរិទ្ធអ្នករាយការណ៍ពិសេសរូបនេះក៏បានលើកឡើងដែរថាកាលពីលោកបំពេញតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាលោកមិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសនោះដូចនៅកម្ពុជាឡើយការឆ្លើយតបលោកហ៊ុនសែនបានស្វាគមន៍ចំពោះគម្រោងរបស់លោក Tom Andrews ក្នុងការចុះទៅតំបន់ព្រំដែនដើម្បីជួបជនភៀសខ្លួនកម្ពុជាដោយថាដំណើរទស្សនកិច្ចនេះនឹងអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសរូបនេះបានឃើញដោយផ្ទាល់ពីផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងដោយសារជម្លោះក្នុងជំនួបដដែលលោកហ៊ុនសែនបានអះអាងថារាជរដ្ឋាភិបាលកម្ពុជាបើកចំហឲ្យមានសេរីភាពបញ្ចេញមតិនិងការរិះគន់ក្នុងន័យស្ថាបនាប៉ុន្តែការអនុវត្តសិទ្ធិទាំងនោះត្រូវស្ថិតក្រោមក្របខ័ណ្ឌធម្មនុញ្ញនិងច្បាប់ជាធរមានលោកក៏បានលើកឡើងដែរថាគ្មានប្រទេសណាមួយនៅលើពិភពលោកដែលអាចអនុវត្តសិទ្ធិមនុស្សបានល្អឥតខ្ចោះនោះទេហើយគ្រប់ប្រទេសសុទ្ធតែត្រូវបន្តកែលម្អការអនុវត្តសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនជាបន្តបន្ទាប់ទោះជាយ៉ាងណាអង្គការសង្គមស៊ីវិលបានលើកឡើងថាការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគួរតែផ្អែកលើការអនុវត្តជាក់ស្ដែងមិនមែនផ្អែកលើការអាងរបស់រាជរដ្ឋាភិបាលតែមួយមុខនោះទេនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូលោកអំសំអាតបានប្រាប់កាសែតខ្មែរថាសិទ្ធិរស់រានមានជីវិតសន្តិភាពនិងស្ថិរភាពគឺជាមូលដ្ឋានសំខាន់នៃសិទ្ធិមនុស្សប៉ុន្តែមិនអាចកាត់ផ្តាច់នឹងសេរីភាពផ្សេងទៀតរួមទាំងសេរីភាពក្នុងការបញ្ចេញមតិបានឡើយលោកបន្តថាកម្ពុជាក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិមានកាតព្វកិច្ចគោរពការពារនិងលើកកម្ពស់សិទ្ធិមនុស្សទាំងអស់ស្របតាមច្បាប់ជាតិនិងកាតព្វកិច្ចអន្តរជាតិសេរីភាពក្នុងការបញ្ចេញមតិវាជារឿងសំខាន់ដូច្នេះមនុស្សគ្រប់រូបគឺមានសិទ្ធិក្នុងការដល់យោបល់ការរិះគន់បង្ហាញអំពីកង្វល់សំណូមពរនិងលើកបញ្ហាផ្សេងទៀតដើម្បីធ្វើការកែលម្អនិងស្ថាបនាសង្គមជាតិណាបាទលោកក៏បានស្វាគមន៍ចំពោះគម្រោងរបស់លោក Tom Andrews ក្នុងការចុះទៅជួបជនភៀសខ្លួននៅតាមព្រំដែនដោយថាវានឹងអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសរូបនេះបានឃើញដោយផ្ទាល់ពីផលប៉ះពាល់មនុស្សធម៌និងស្ដាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះលោក Tom Andrews កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ដើម្បីប្រមូលព័ត៌មាននិងវិតម្លៃស្ថានភាពសិទ្ធិមនុស្សរួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្សជម្លោះព្រំដែនសេរីភាពបញ្ចេញមតិសិទ្ធិបង្កើតសមាគមនិងសិទ្ធិជួបជុំដោយសន្តិវិធីក្នុងអំឡុងពេលសកម្មនេះលោកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលអាជ្ញាធរមូលដ្ឋានតំណាងសង្គមស៊ីវិលជនរងគ្រោះនិងភាគីពាក់ព័ន្ធផ្សេងទៀតព្រមទាំងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបមុននឹងបង្ហាញការវាយតម្លៃរបស់លោកនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី31ខែកក្កដាឆ្នាំ2026